រាប់ពាន់ឆ្នាំមកហើយដែលទឹកដីមួយនេះឈរជើងយ៉ាងរឹងមាំមិនមែនដោយសារសំណាងតែដោយសារឈាមជ័រនិងស្មារតីសាមគ្គីស្ដាប់អោយច្បាស់នេះជាសំឡេងនៃយុវជនខ្មែរដែលលេដេសវណ្ណគួរខ្លួនទ្រូងមានមនៈភាពពាក្យថាខ្មែរនៅក្នុងចិត្តមិនដែលគិតឲ្យដុនដាទូនតាបន្សល់ទុកនៅប្រាសាទមកអស្ចារ្យជាសក្ខីកម្មបញ្ជាក់ថាជាតិយើងខ្លួនខ្លាំងក្លាមិនមែនចាំតែអួតពីអតីតកាលដ៏កំកាំងគឺត្រូវរួមដៃគ្នាលើកស្ទួយជាតិយើងឲ្យរុងរឿងចាប់តាមពីខ្លួនឯងមិនបាច់ចាំដល់អ្នកណាមានជំនាញយកមកជួយអភិវឌ្ឍការងាររៀនសូត្រឲ្យពូកែហាក់ពុតលត់ដុំខ្លួនរក្សាកិត្តិយសជាតិឲ្យស្ថិតស្ថេរនិងមាំមួនទោះទៅដល់ទីណាក៏មិនភ្លេចកំណើតដីសញ្ជាតិខ្មែរក្នុងខ្លួនគឺមានតម្លៃជានិច្ចនិរន្តរ៍ស្រឡាញ់ជាតិមិនមែនត្រឹមតែពាក្យសំដីស្រឡាញ់ជាតិគឺសកម្មភាពរត់ថ្លៃរកយកប្រតិកន្លែងរួមសាមគ្គីក៏សាងអនាគតដ៏ថ្លៃថ្លាឈាមទ្រអ្នកប្រយុទ្ធខ្មែររំចិត្តតែមួយឈ្មោះទៅមកជានិរន្តរ៍ប្រលេចមើលមកធោះអសសាសទៅផោផងបំពើយើងមិនថែរក្សាតាឲ្យអ្នកណាមកតំរងសំលៀកបំពាក់ប្រពៃណីនិងភាសាដ៏ផ្អែមល្ហែមគំត្រផ្លិតផលខ្មែរហើយសាច់ចាក់គេបានរូតលាស់ថែក៏បំផាញ់បរិស្ថានកុំចោលសំរំភៀវិលកាលទឹកដីព្រៃព្រឹក្សាត្រូវរួមគ្នាថែរក្សាការពារវពុតច្បាប់ចរាចរណ៍គោរពច្បាប់នេះរដ្ឋាភិបាលសន្តិភាពសង្គលអគ្នាភាពលប់ដោនឹងរងខានជួយជំរុញរត់ល្អតនតំឡៃយកគ្នាទៅវិញទៅមកមកជួបប្រកាយមួយបាយបំបាក់សង្គីដែលយើងឈប់ប្រស្រឡាញ់ជាតិមិនមែនត្រឹមតែពាក្យសំដីស្រឡាញ់ជាតិគឺសកម្មភាពប្រថ្លៃរយកប្រយោជន៍កន្លែងរួមសាមគ្គីក៏សាងអនាគតដ៏ថ្លៃថ្លាឈាមចូលអ្នកប្រយុទ្ធខ្មែររួមចិត្តតែមួយឈ្មោះទៅមកជានិរន្តរ៍មន្តថ្មីគឺជាសរស្រូងនៃប្រទេសកុំចំឡាយពេលលុតប្រយោជន៍កុំបណ្ដោយឱកាសរបូតរបេះក្រោកឈរឡើងមិនចេញសមត្ថភាពឲ្យពិភពលោកបានឃើញថាខួបបាខ្មែរក៏អាចធ្វើរឿងធំបានដូចគេអញ្ជើញមកកាទេក៏ជិះវិជាកីឡាឬក៏សិល្បៈពួកយើងអាចធ្វើបានបើចិត្តយើងតែញាប់ពេកប្រាតងដៃមកខាងកាន់សៀវភៅដៃមកខាងសានមានភូមិស្នាញញឹមខ្មែរនឹងទៅត្រឡប់មកវិញក្នុងសង្គមដ៏ស្ទប់ដុំKhmer pride forever.